ភិបាលរងស្រុកអង្គរបូរីចោះសួរសុខទុក្ខនិងផ្ដល់អំណោយជូនប្រជាពលរដ្ឋនៅឃុំអង្គរបូរីនិងឃុំគោកធ្លកខេត្តតាកែវលោកឈឹមធីអភិបាលរងស្រុកអង្គរបូរីរួមជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាស្រុកអង្គរបូរីនិងអាជ្ញាធរឃុំភូមិព្រមទាំងក្រុមការងារចុះមូលដ្ឋានឃុំនៅថ្ងៃទី6ខែមីនាឆ្នាំ2025នេះបានអញ្ជើញចុះសាកសួរសុខទុក្ខនិងនាំយកអំណោយដែលជាការចូលរួមពីយុវជនអាជ្ញាធរឃុំភូមិនិងសប្បុរសជនជូនប្រជាពលរដ្ឋចំនួន4គ្រួសារក្នុងឱកាសចុះសាកសួរសុខទុក្ខនេះដែរលោកឈឹមធីបានពំនាំយកការផ្ដាំផ្ញើសាកសួរសុខទុក្ខរបស់ថ្នាក់ដឹកនាំនិងបានថ្លែងថារាជរដ្ឋាភិបាលកម្ពុជាមិនទុកនរណាម្នាក់ចោលឲ្យឯកានោះទេប្រជាពលរដ្ឋចំនួន4គ្រួសារដែលទទួលបានអំណោយរួមមានទី1ប្តីឈ្មោះប៉េងកុសលអាយុ25ឆ្នាំនិងប្រពន្ធឈ្មោះស្រិនសុជាអាយុ24ឆ្នាំនៅភូមិព្រែកដាឃុំគោកធ្លកផ្ដល់ជូនអង្ករ25គីឡូក្រាមទឹកត្រី1យួរទឹកស៊ីអ៊ីវ1យួរទឹកបរិសុទ្ធ5យួរមី1កេសនិងថវិកា210,000រៀលទី2ប្តីឈ្មោះនុយកែវអាយុ75ឆ្នាំនិងប្រពន្ធឈ្មោះកឹមបានអាយុ74ឆ្នាំនៅភូមិព្រែកតាផឃុំគោកធ្លកផ្ដល់ជូននៅអង្ករ25គីឡូក្រាមទឹកត្រី1យួរទឹកស៊ីអ៊ីវ1យួរទឹកបរិសុទ្ធ5យួរមី1កេសនិងថវិកា19,000រៀលទី3លោកតាហៃអាយុ76ឆ្នាំនៅភូមិស្ទឹងកំបុតឃុំអង្គរបូរីផ្ដល់ជូននៅអង្ករ25គីឡូក្រាមទឹកត្រី1យួរទឹកស៊ីអ៊ីវ1យួរទឹកបរិសុទ្ធ5យួរមី1កេសនិងថវិកា13,000រៀលទី4លោកតាតាងហូតអាយុ65ឆ្នាំនៅភូមិសាមគ្គីឃុំអង្គរបូរីផ្ដល់ជូននៅអង្ករ50គីឡូក្រាមទឹកត្រី1យួរទឹកស៊ីអ៊ីវ1យួរទឹកបរិសុទ្ធ5យួរមី1កេសនិងថវិកា32,000រៀលនាំមកជូនដោយហាងចែវិចលក់គ្រឿងកាឡៃកាបូបស្បែកជើងនិងនាឡិកាដៃគ្រប់ប្រភេទបើអស់លោកស្រីអ្នកនាងកញ្ញាចាប់អារម្មណ៍សូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ089 74 00 46 096 85 28 883ឬក៏ទៅដល់ទីតាំងផ្ទាល់ដែលមានអាសយដ្ឋាននៅផ្សារអូអំបិលក្រុងសិរីសោភ័ណ្ឌខេត្តបន្ទាយមានជ័យនាំមកជូនដោយទឹកពិសាបរសុទ្ធ CPHN ជាទឹកបរិសុទ្ធមានរសជាតិឆ្ងាញ់ត្រជាក់ចូលចិត្តដិតអារម្មណ៍ជាកម្មសិទ្ធិរបស់សហគ្រាស CPHN មានដាក់លក់ទូទាំង25រាជធានីខេត្តហើយបោះឲ្យលោកស្រីអ្នកនាងកញ្ញាមានចំណាប់អារម្មណ៍សូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ012 90 39 22 086 21 26 71តើលោកអ្នកកំពុងតែស្វែងរកសាលាដែលប្រកបដោយគុណភាពដើម្បីទៅធ្វើការនៅប្រទេសកូរ៉េមែនទេគ្មានលទ្ធភាពបង់ថ្លៃសាលាចំណាយលើកន្លែងស្នាក់នៅចំណាយសម្បត្តិយន្តហោះនិងចំណាយលើឯកសារផ្សេងៗមែនឬទេសូមបងប្អូនអស់បារម្ភសាលាបណ្ដុះបណ្ដាលភាសាកូរ៉េវិសាលភាពអាចសម្រេចក្តីសុបិនជូនលោកអ្នកបានសាលាមានគ្រូជំនាញនិងបទពិសោធន៍ច្រើនឆ្នាំសិក្សារយៈពេលខ្លីឆាប់ចេះឆាប់យល់ធានាប្រឡងជាប់ 100% លោកអ្នកទទួលបានកញ្ចប់ការចំណាយទាំងស្រុងកន្លែងស្នាក់នៅសម្ភារៈសិក្សានិងការបណ្ដុះបណ្ដាលពេញម៉ោងរហូតបានប្រឡងជាប់និងបានទៅធ្វើការនៅប្រទេសកូរ៉េរៀនរហូតប្រឡងជាប់មិនកំណត់រយៈពេលសូមតាក់ទងមកសាលាវិសាលភាពទាំង3សាខាឥឡូវនេះ